ស្នេហ៍គេតែម្ខាងកូនអើយសេចក្តីស្នេហាគឺគ្មានអ្នកណាអាចបង្ខិតបង្ខំបានឡើយបើចិត្តមិនស្រឡាញ់ហើយទោះបីជាបង្គាប់បញ្ជាប្រើអាចញាសឹកយ៉ាងណាក៏នៅតែមិនអាចស្រឡាញ់បានដដែលតែបើចិត្តស្រឡាញ់ហើយទោះបីឮសំឡេងមិនទាន់បានឃើញរូបក៏កើតចិត្តស្នេហាលើគ្នាដែរតែអ្វីដែលម៉ែចង់និយាយក្នុងទីនេះគឺអ្នកដែលស្រឡាញ់គេតែម្ខាងការស្រឡាញ់គេតែម្ខាងនេះគឺប្រៀបបីដូចជាព្រួញដែលបាញ់ទម្លុះបេះដូងឲ្យរងទុកក្រំគ្រាឬក៏ប្រៀបបីដូចជាស្រូវខែប្រាំងដែលអត់ទឹកស្វិតស្រពោនក្រៀមក្រោះខ្សោះគ្មានរសជាតិគ្រប់ពេលតែងតែចង់ឃើញមុខគេចង់ឮសំឡេងគេចង់និយាយសារសងជាមួយគេតែអ្វីបានត្រឹមតែគិតតែម្នាក់ឯងលួចស្រឡាញ់គេតែម្នាក់ឯងលួចនឹកគេតែម្នាក់ឯងទាំងដែលភក្តីមកខាងគេគ្មានចាប់អារម្មណ៍មកលើខ្លួនបន្តិចទាល់តែសោះពេលខ្លះចូលមើល profile គេផ្ញើសារទៅគេតែគេមិនខ្វល់គេបានត្រឹមតែមើលហើយមិនខ្ជិលឆ្លើយតបមកវិញអារម្មណ៍ពេលនោះគឺដូចជាគេចាប់ក្បាលអុកទៅនឹងផែនដីគឺវាឈឺចាប់ណាស់អ្នកស្រឡាញ់គេតែម្ខាងពិតជាគួរឲ្យអាណិតយ៉ាងក្រៃលែងបើសិនជាកូនស្ថិតនៅក្នុងស្ថានភាពបែបនេះត្រូវតែព្យាយាមប្រឹងប្រែងរើបំរាស់ខ្លួនឯងឲ្យបានកុំឲ្យលងផុងកាន់តែជ្រៅជាងនេះត្រូវគិតសារជាថ្មីប្រើសតិស្មារតីឲ្យរឹងមាំដើម្បីជួយខ្លួនឯងឲ្យផុតពីរណ្ដៅនៃសេចក្តីស្នេហាដែលកើតឡើងតែម្ខាងនេះកូនកុំចោលខ្លួនឯងកុំបៀតបៀនខ្លួនឯងនិងកុំបិទបៀនអ្នកដទៃព្រោះតែគេមិនស្រឡាញ់តបកុំគិតអ្វីដែលល្ងងឲ្យសោះយើងស្រឡាញ់គេតែម្ខាងវាទុកខ្លាំងណាស់ទៅហើយកុំបន្ថែមសេចក្តីទុកឲ្យខ្លួនឯងកាន់តែខ្លាំងជាងនេះអីណាកូនគេមិនស្រឡាញ់កូនក៏ហីទៅចុះកូនកុំខ្វល់កុំធ្វើខ្លួនឲ្យអស់តម្លៃដែលជាហេតុធ្វើឲ្យគេមើលងាយកូនត្រូវព្យាយាមធ្វើខ្លួនឲ្យបានល្អឲ្យគេមើលឃើញពីគុណតម្លៃរបស់កូនប្រឹងសាងតែអំពើល្អទៅព្រោះសេចក្តីល្អដែលកូនបានសាងវាអាចនឹងយកឈ្នះចិត្តរបស់គេនៅក្នុងថ្ងៃណាមួយមិនខានតែបើមិនបានទទួលការស្រឡាញ់តពីគេវិញទេក៏កូនកុំទៅធ្វើបាបខ្លួនឯងត្រូវគិតថាកូននិងគេមិនមែនជាគូនឹងគ្នាមិនមានឧបនិស្ស័យបានគ្នាជាប្តីប្រពន្ធទៅចោះដូច្នេះកូនក៏មិនចាំបាច់អីត្រូវទៅវង្វេងស្រឡាញ់គេតែម្ខាងនោះទៀតដែរគួរងាកចិត្តទៅស្រឡាញ់អ្នកណាដែលគេស្រឡាញ់កូនវិញល្អជាងឬបើមិនមានអ្នកណាដែលស្រឡាញ់កូនទេកូនត្រូវតែស្រឡាញ់ខ្លួនឯងមើលថែខ្លួនឯងហើយឈប់ដេកកើតទុកដោយសារអ្នកដទៃទៀតត្រូវបង្វែរចិត្តរបស់កូនមកគិតអ្វីដែលល្អថែរក្សាចិត្តឲ្យមានសុខភាពល្អកុំឲ្យចិត្តកើតជំងឺធ្ងន់ធ្ងរជាងនេះអីណាកូនស្នេហ៍ហើយស្នេហ៍ហឺតកើតក្នុងលោកស្នេហ៍នាំទុកសោកបោកចិន្តាស្នេហ៍ស្និទ្ធរូបរិទ្ធដិតអរាស្នេហ៍នាំសោកាមិនចេះចប់សង្សារជាសាច់ផ្សេងទេកូនកូនអើយមនុស្សដែលឈ្មោះថាសង្សារគ្រាន់តែជាអ្នកដទៃតែប៉ុណ្ណោះមិនជាប់សាច់ឈាមអ្វីជាមួយនឹងកូនទេគេអាចនឹងបោះបង់កូនចោលបានគ្រប់ពេលនៅពេលដែលចិត្តរបស់គេអស់សេចក្តីស្រឡាញ់ចំពោះកូនព្រោះចិត្តមនុស្សតែងតែប្រែប្រួលបានគ្រប់ពេលវេលាទាំងអស់ថ្ងៃនេះគេស្រឡាញ់កូនថ្ងៃស្អែកគេនឹងអាចស្អប់កូនថ្ងៃនេះគេស្មោះកូនថ្ងៃស្អែកគេអាចនឹងក្បត់កូនក៏ថាបានដូច្នេះកូនត្រូវត្រៀមខ្លួនឲ្យបានសម្រាប់ថ្ងៃនោះមកដល់តើបកូនមិនសូវឈឺចាប់រំលែកសេចក្តីស្រឡាញ់ទុកសម្រាប់ខ្លួនឯងខ្លះកុំប្រគល់ឲ្យគេទាំងអស់អីណាកូនត្រូវទុកចំណែកបេះដូងខ្លះសម្រាប់ខ្លួនឯងផងម៉ែដឹងថាអត្តពលនៃសេចក្តីស្នេហាអាចធ្វើឲ្យមនុស្សហ៊ានលះបង់អ្វីគ្រប់យ៉ាងបានតែម៉ែគ្រាន់តែចង់រំលឹកកូនឲ្យចេះត្រៀមខ្លួនទុកជាមុនប៉ុណ្ណោះបើស្នេហាស្មោះពិតប្រាកដទាំងសងខាងការលះបង់ចំពោះគ្នាទៅវិញទៅមកវាគឺជាការប្រពៃណាស់តែបើស្មោះតែម្ខាងការលះបង់របស់កូននឹងទទួលបានមកវិញនូវភាពឈឺចាប់នៅថ្ងៃក្រោយកូនត្រូវចាំថាអ្នកដែលស្មោះពិតប្រាកដនឹងស៊ូស្លាប់រស់នៅជាមួយកូនគឺមានតែកូនម្នាក់គត់ប៉ុណ្ណោះនោះគឺកូនខ្លួនឯងផ្ទាល់តែម្ដងសង្សារមិនមែនជាម្ដាយមិនមែនជាឪពុកមិនមែនជាបងមិនមែនជាប្អូនសង្សារជាអ្នកដទៃសុខសាន្តជាសាច់ផ្សេងគ្នាតែគេមានសិទ្ធិចូលមកនៅក្នុងបេះដូងរបស់កូនបានដូច្នេះគេអាចនឹងច្របាច់បេះដូងរបស់កូនឲ្យខ្ទេចខ្ទាំក្នុងថ្ងៃណាមួយមិនខានឡើយបើសិនជាគេអស់សេចក្តីស្រឡាញ់ចំពោះកូនអញ្ចឹងហើយទើបម៉ែចង់ឲ្យកូនចេះរក្សាបេះដូងខ្លួនឯងផងណាកូនសង្សារអាចនឹងក្បត់កូនគ្រប់ពេលវេលាតែពុកនិងម៉ែមិនដែលគិតចង់ក្បត់កូនឡើយល្មមហត់នឿយហើយកូន
កូនជាទីស្រឡាញ់កូនមានអាណិតខ្លួនឯងទេរាល់ថ្ងៃនេះព្រោះម៉ែឃើញកូនរវល់តែតាមយកចិត្តយកថ្លើមគេរវល់តែធ្វើតម្រូវតាមចិត្តគេមិនបានមើលថែចិត្តខ្លួនឯងដោយសារតែពាក្យថាខ្លាចចិត្តគេខ្លាចគេមិនពេញចិត្តខ្លាចគេទាស់ចិត្តខ្លាចគេមិនត្រូវចិត្តទើបកូនសុកចិត្តធ្វើបាបខ្លួនឯងរហូតឥតស្រាកស្រានកូនអើយល្មមភ្ញាក់ខ្លួនហើយកុំខ្វល់តែពីតម្រូវចិត្តគេច្រើនពេកកូនមិនចេះនឿយហត់ទេអីហេតុអ្វីបានជាមិនធ្វើដើម្បីតម្រូវបេះដូងខ្លួនឯងបេះដូងរបស់កូនក៏ទាមទារការមើលថែនិងការយកចិត្តទុកដាក់ពីកូនផងដែរមិនក៏កូនទុកបេះដូងខ្លួនឯងចោលมันមានការអើពើខ្វល់ខ្វាយបែរជារវល់រត់ទៅខ្វល់តែរឿងបេះដូងគេទៅវិញល្មមនឿយហត់ខ្លះហើយណាកូនសូមធ្វើតម្រូវតាមបេះដូងរបស់កូនត្រូវការឲ្យតែគិតថាទង្វើនោះជាទង្វើល្អជាទង្វើដែលនាំឲ្យចិត្តកូនសប្បាយរីករាយជាការងារដែលមានប្រយោជន៍សម្រាប់ខ្លួនឯងមិនប៉ះពាល់ដល់ប្រយោជន៍របស់ជនដទៃនិងមិនប៉ះពាល់ដល់សង្គមជាតិកូនធ្វើទៅកុំខ្វល់រឿងគេពេញចិត្តឬមិនពេញចិត្តរឿងគេថារឿងគេនិយាយមិនល្អធម្មតាចិត្តមនុស្សមួយនគរវាមិនដូចគ្នាទាំងអស់ទេកូនតែមានអ្នកពេញចិត្តនិងអ្នកមិនពេញចិត្តអញ្ចឹងឯងសំខាន់គឺចិត្តរបស់កូនខ្លួនឯងពេញចិត្តនឹងអ្វីដែលខ្លួនឯងធ្វើទៅបានហើយបើកូនរវល់តែរត់តម្រូវចិត្តមនុស្សគ្រប់តែគ្នាច្បាស់ជាហត់ស្លាប់មិនខានទេណាកូនមិនហត់ទេអីបត់ថ្លៃមាសម្ដាយកុំសូវចំណាយពេលលើគេពេករវល់តាមចិត្តគេមិនបានដេកគួរតែរំលែកពេករៀនលើកលែងទោសកូនអើយកូនត្រូវរៀនបើកចិត្តឲ្យធំទូលាយដូចជាមហាសមុទ្រកុំរស់នៅដោយភាពចង្អៀតចង្អល់ព្រោះផែនដីនេះមិនមែនមានតែកូនម្នាក់ឯងទេគឺមានមនុស្សច្រើនណាស់ដែលរស់នៅលើផែនដីនេះជាមួយនឹងកូនបើកូនរវល់តែប្រកាន់អ្នកនេះប្រកាន់អ្នកនោះមិនពេញចិត្តអ្នកនេះមិនពេញចិត្តអ្នកនោះស្អប់អ្នកនេះស្អប់អ្នកនោះច្រណែនអ្នកនេះច្រណែនអ្នកនោះទៅនឹងអ្នកនេះទៅនឹងអ្នកនោះតើពេលណាទើបចិត្តរបស់កូនបានសេចក្តីសុខកំហុសណាដែលអាចលើកលែងបានក៏លើកលែងទៅរឿងណាដែលកូនអាចបំភ្លេចបានក៏បំភ្លេចចោលទៅទុកនៅក្នុងចិត្តនាំតែស្ដុកធ្វើអ្វីចូលកូនហ្វឹកហាត់ចិត្តខ្លួនឯងឲ្យចេះត្រេកអរជាមួយនឹងអ្នកដទៃដែលគេមានសេចក្តីសុខហើយចេះអាណិតអាសូរដល់អ្នកដទៃពេលដែលអ្នកដទៃមានសេចក្តីទុក្ខកុំច្រណែនពេលគេបានសុខឬគេបានល្អជាងយើងកុំពួនពេបមាត់ពេបកត្រេកអរពេលគេមានទុក្ខចិត្តកូននឹងបានសុខហើយថែមទាំងមិនមានពេលវេលាទៀតផងកូនត្រូវរៀនឲ្យអភ័យឲ្យក្តីមេត្តាឲ្យការអនុគ្រោះឲ្យការសន្តោសប្រោសប្រណីឲ្យសេចក្តីអាណិតស្រឡាញ់មិនចង់ឈ្នះចាញ់អ្នកណារស់នៅដោយចិត្តមេត្តាចេះលើកលែងទោសកំហុសចំពោះអ្នកដែលធ្លាប់ធ្វើខុសហើយចង់កែខ្លួនឲ្យសេចក្តីសុខដល់អ្នកដទៃដោយការមិនទៅប្រព្រឹត្តបៀតបៀនបំពានបំពាតាមផ្លូវកាយផ្លូវវាចាផ្លូវចិត្តដែលនាំឲ្យជីវិតគេក្តៅក្រហាយកូនត្រូវរៀនបំភ្លេចចោលរឿងរ៉ាវដែលមិនល្អរឿងដែលនាំឲ្យកូនមានការឈឺចាប់បំភ្លេចទោសកំហុសដែលអ្នកដទៃធ្លាប់ធ្វើដាក់កូនមិនចង់គំនុំគុំគួនចង់អាឃាតព្យាបាទដែលជាហេតុនាំឲ្យមានពីវេរីនិងគ្នាមិនចេះចប់បើក្នុងចិត្តរបស់កូនមិនស្ងប់រវល់តែគុំគួនអ្នកនេះរវល់តែគុំគួនអ្នកនោះជីវិតរបស់កូនប្រកាសជារស់នៅគ្មានក្តីសុខឡើយភ្លើងគំនុំនឹងដុតចិត្តកូនឲ្យក្តៅក្រហល់ក្រហាយគ្រប់ពេលវេលាដូច្នេះកាលដែលចេះឲ្យអភ័យទោសដល់នរណាម្នាក់នោះអ្នកដែលកូនលើកលែងទោសឲ្យក៏បានសុខហើយចិត្តខ្លួនកូននឹងក៏បានសុខព្រោះគ្មានគំនុំនៅក្នុងចិត្តសន្តិភាពពិតប្រាកដនឹងកើតឡើងនៅក្នុងជីវិតរបស់កូនហើយកូននឹងក្លាយជាមនុស្សដែលមានអ្នកដទៃស្រឡាញ់ចូលចិត្តអាណិតមេត្តាដោយដែលកូនមានការអាណិតស្រឡាញ់និងមានសេចក្តីមេត្តាអ្នកដទៃនោះអញ្ចឹងដែរកូនដាំពូជបែបណាកូនរមែងបានផ្លែផ្កាបែបនោះបើកូនជេរគេគេនឹងជេរកូនវិញបើកូនវាយគេគេនឹងវាយកូនវិញបើកូនស្អប់គេនឹងចងគំនុំគុំគួននឹងគេគេនឹងស្អប់កូននឹងចងគំនុំគុំគួននឹងកូនវិញដូចគ្នាតែបើកូនញញឹមដាក់គេគេនឹងញញឹមដាក់កូនបើកូនធ្វើល្អដាក់គេគេក៏នឹងធ្វើល្អដាក់កូនវិញពិតជាមិនខានដូច្នេះកូនត្រូវរៀនបណ្ដោះពូជមេត្តាបណ្ដោះចិត្តករុណានិងបណ្ដោះសេចក្តីស្រឡាញ់ចំពោះអ្នកដទៃដែលនៅជុំវិញខ្លួនកូនឲ្យបានច្រើនណាកូនពីរមែងរងាប់ដោយការមិនចង់ពៀអ្នកបៀតបៀនគ្នារមែងក្តៅក្រហាយចំណែកអ្នកចេះឲ្យអភ័យរមែងរស់នៅបានសុខសប្បាយទាំងកាយទាំងចិត្តសូមកូនម៉ែរៀនរស់តាមផ្កាឈូកកូនអើយផ្កាឈូកជាផ្កាដែលអ្នកផងចូលចិត្តថ្មីត្បិតតែផ្កាឈូកដោះចេញពីភក់ក៏ពិតមែនតែវាអាចធ្វើឲ្យមនុស្សទាំងឡាយត្រូវការវាដើម្បីយកបូជាព្រះនិងតុបតែងលម្អទីកន្លែងសក្ការៈផ្សេងដូច្នេះកូនត្រូវរៀនធ្វើខ្លួនឲ្យដូចជាផ្កាឈូកជាទីត្រូវការនៃជនទាំងឡាយ
ធ្វើខ្លួនឲ្យមានតម្លៃកូនកុំបោះបង់ខ្លួនឯងព្រោះតែគេមិនឲ្យតម្លៃទោះបីគេមិនឲ្យតម្លៃក៏តម្លៃរបស់កូននៅតែមានជានិច្ចគឺកូនមានសេចក្តីថ្លៃថ្នូរផ្កាឈូកទោះបីត្រូវសត្វដែលរស់នៅក្នុងទឹកព្យាយាមចឹកស៊ីត្រួយខ្ចីរបស់វាយ៉ាងណាក៏ដោយក៏ផ្កាឈូកនៅតែប្រឹងប្រែងលូតលាស់ដោះចេញមករហូតផុតពីទឹកយ៉ាងរឹងមាំបញ្ចេញនៅសម្រស់ដ៏តាក់ទាញសម្រាប់មនុស្សទាំងឡាយចំណែកកូនក៏ដូចគ្នាកូនកុំក្តិចត្រួយខ្លួនឯងព្រោះតែអ្នកដទៃមានបញ្ហាអ្វីក៏ដោយកូនត្រូវតែរឹងមាំប្រឹងប្រែងលូតលាស់ទៅមុខទៀតកូនត្រូវចាំថាកូនមានពុកមានម៉ែចាំផ្ដល់កម្លាំងចិត្តឲ្យកូនគ្រប់ពេលវេលាកូនកុំព្រោះតែមនុស្សម្នាក់ដែលកូនស្រឡាញ់កូនសុខចិត្តកាត់ទុកក្រំគ្រាវេទនាចិត្តតែកូនបែរជាបណ្ដោយឲ្យបាត់បង់ឱកាសដែលកូនត្រូវបានសុខជាមួយនឹងមនុស្សដែលស្រឡាញ់កូនយ៉ាងច្រើនមានឪពុកម្ដាយរបស់កូនប្អូនជាដើមទៅវិញបើកូនព្រមស្លាប់ដោយការធ្វើអត្តឃាតដើម្បីមនុស្សដែលមិនស្រឡាញ់កូនតើគួរក៏បីនឹងឪពុកម្ដាយដែលខំបីបាច់ថែរក្សាកូនចិញ្ចឹមកូនតាំងពីតូចដល់ធំទាំងដែលកូនមិនទាន់បានតបស្នងសងគុណគាត់ផងនោះដែរឬទេតើការស្លាប់របស់កូនមានតម្លៃដែរឬទេកុំព្រោះតែមនុស្សម្នាក់ដែលមិនស្រឡាញ់កូនកូនសុខចិត្តបោះបង់មនុស្សរាប់សិបនាក់ដែលស្រឡាញ់កូននោះទោះបីអត់ពីមនុស្សម្នាក់នោះក៏កូននៅតែមានខ្យល់អាកាសដកដង្ហើមរឿងអីកូនសុខចិត្តឈប់ដកដង្ហើមព្រោះតែមនុស្សម្នាក់នោះទៅវិញផ្ដើមជីវិតថ្មីជាមួយនឹងអ្វីដែលថ្មីដែលល្អនឹងរស់នៅបន្តឲ្យមានក្តីសុខជាមួយនឹងមនុស្សដែលស្រឡាញ់កូនកុំកោះរំលើងសេចក្តីសុខខ្លួនឯងព្រោះតែមនុស្សដែលធ្វើឲ្យកូនឈឺចាប់ហើយក៏កុំកប់ខ្លួនឯងក្នុងអតីតកាលដ៏អាក្រក់ទៅទៀតអីងើបឡើងណាកូនហើយលុបមុខឲ្យជ្រះទឹកភ្នែកតែងខ្លួនឲ្យស្អាតរួចឆ្លោះកញ្ចក់មើលមុខខ្លួនឯងបន្ទាប់មកសួរខ្លួនឯងថាតើអញត្រូវល្ងងដល់ពេលណាទៀតហេតុអ្វីបានជាត្រូវឈឺចាប់សម្រក់ទឹកភ្នែកព្រោះតែមនុស្សម្នាក់ដែលមិនជាប់សាច់ជាប់ឈាមអីបន្តិចទាល់តែសោះអញ្ចឹងប្រយោជន៍អីដែលអញត្រូវមកឈឺចាប់ដោយសារអ្នកដទៃអញត្រូវទៅរស់នៅដើម្បីមនុស្សដែលស្រឡាញ់អញតទៅទៀតកូនត្រូវចាំថាដរាបណាជីវិតរបស់កូននៅមានដង្ហើមដកកូននៅតែមានសង្ឃឹមដូច្នេះកូនត្រូវព្យាយាមញញឹមដើម្បីលើកទឹកចិត្តខ្លួនឯងណាកូនការដើមផ្កាឈូកនៅក្នុងភក់ធំក្លិនអាក្រក់គឺមិនល្អតែឈូកប្រឹងដោះទាំងត្រដរលូតលាស់បានល្អគួរអស្ចារ្យជីវិតគឺបែបនេះឯងកូនអើយជីវិតកើតមកនៅក្នុងលោកនេះតែងជួបប្រទះគ្រប់រឿងរ៉ាវគ្រប់បញ្ហាគ្រប់រសជាតិផ្អែមល្វីងជូរចត់កំសត់ទុរគតអត់ឃ្លានមានក្រល្អអាក្រក់ល្អក់កកសម្បូរសបាយខ្វល់ខ្វាយអំពុលចិត្តនឹកគិតឥតមានស្បើយនេះហើយគឺជាជីវិតណាកូនរឿងរ៉ាវគ្រប់យ៉ាងទាំងរឿងល្អទាំងរឿងអាក្រក់រឿងកំសត់រឿងសប្បាយរឿងស្រឡាញ់រឿងស្អប់រឿងគប់រឿងទោសរឿងស្មោះរឿងក្បត់រឿងច្រណែនរឿងប្រច័ណ្ឌគឺកើតមានច្រើនណាស់នៅក្នុងជីវិតនេះរឿងមួយមិនទាន់ចប់ស្រួលបួលផងរឿងមួយទៀតក៏វាចូលមកដល់មានភាពបន្តបន្ទាប់រកកន្លែងចប់មិនឃើញរឿងណាល្អចិត្តក៏សប្បាយតែបើរឿងណាអាក្រក់ចិត្តក៏កើតទុក្ខមិនសុខនៅក្នុងចិត្តស្មុគស្មាញខ្វល់ខ្វាយបាយមិននឹកទឹកមិនស្រេកដេកមិនលក់បក់មិនលះហើយនេះហើយគឺជាជីវិតបញ្ហាគ្រប់យ៉ាងមានបញ្ហាក្រុមគ្រួសារបញ្ហាម៉ែឪបញ្ហាបងប្អូនបញ្ហាកូនចៅប្រុសស្រីបញ្ហាប្តីប្រពន្ធបញ្ហាទ្រព្យធនហើយបញ្ហាដែលធ្ងន់គឺបញ្ហាបេះដូងត្រូវរកដំណោះស្រាយមិនចេះចប់មិនចេះហើយបញ្ហាខ្លះដោះស្រាយបានបញ្ហាខ្លះក៏ដោះស្រាយមិនបានបញ្ហាណាដែលដោះស្រាយបានជីវិតក៏ស្រស់ស្រាយសប្បាយរីករាយតែបញ្ហាណាដែលដោះស្រាយមិនបានជីវិតក៏កើតទុក្ខស្រពាប់ស្រពោនរហូតឈានដល់សម្លាប់ខ្លួនអត់មានស្ដាយស្រណោះអាឡោះអាល័យព្រោះតែដោះស្រាយបញ្ហាមិនចេញក៏មាននេះហើយគឺជាជីវិតរសជាតិគ្រប់យ៉ាងទាំងផ្អែមល្វីងជូរចត់សាបប្រៃក្តៅត្រជាក់គឺមាននៅក្នុងជីវិតនេះទាំងអស់មិនខុសពីតួល្ខោនឡើយពេលខ្លះដើរតួសប្បាយសើចក្អាកក្អាយព្រោះបានជួបជុំក្រុមគ្រួសារមានស្នេហាផ្អែមល្ហែមជីវិតពិតជាមានសេចក្តីសុខសុភមង្គលណាស់តែពេលខ្លះដើរតួកំសត់ប្រៃល្វីងជូរចត់ព្រោះតែការប្រត់ប្រាស់មនុស្សជាទីស្រឡាញ់ពេញចិត្តឬព្រោះតែសេចក្តីប្រាថ្នាមិនសមតាមបំណងបណ្ដាលឲ្យយំសោកបោកខ្លួនកាត់ទុកមិនសុខក្នុងចិត្តក៏មាននេះហើយគឺជាជីវិតតែដែលសំខាន់ទោះបីជីវិតស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយក៏កូនមិនត្រូវបង្កើតភាពទន់ជ្រាយឲ្យជីវិតដែរកូនត្រូវតែឈរលើភាពរឹងមាំពុះពៀតស៊ូប្រឆាំងតទល់នឹងឧបសគ្គជីវិតដើរទៅមុខជានិច្ចកុំចោះចាញ់កុំរាថយព្រោះអ្វីៗជាគូគ្នា
បើថ្ងៃនេះកូនកើតទុកថ្ងៃស្អែកកូនអាចនឹងសុខក៏ថាបានថ្ងៃនេះកូនបរាជ័យថ្ងៃស្អែកកូនអាចជោគជ័យក៏ថាបានកូនកុំអស់សង្ឃឹមហើយកុំបញ្ឈប់ដំណើរជីវិតរបស់កូនព្រោះតែទទួលយកការពិតជីវិតមិនបានឲ្យសោះធម្មជាតិរបស់ជីវិតគឺបែបនេះឯងសុខទុក្ខមានក្រសរសើរនឹងទីជាធម្មតារបស់ជីវិតដែលកូនមិនអាចគេចផុតបានឡើយកូនត្រូវរៀនឈរឲ្យមាំកូនអើយម៉ែចង់ប្រាប់កូនថាម៉ែធ្លាប់បរាជ័យច្រើនណាស់នៅក្នុងជីវិតនេះហើយអ្វីដែលពិបាកធ្វើចិត្តគឺម៉ែធ្លាប់បរាជ័យនៅក្នុងការសិក្សាព្រោះបញ្ញារបស់ម៉ែខ្សោយរៀនមិនចេះទន្ទិញមិនចាំនិងព្រោះតែជីវភាពក្រីក្រទើបធ្វើឲ្យម៉ែខកខានមិនបានរៀនសូត្រឲ្យបានជ្រៅជ្រះដូចគេតែម៉ែនៅតែខំប្រឹងឆ្វែងយល់ដោយខ្លួនឯងហើយនឹងប្រឹងប្រែងគ្រប់មធ្យោបាយដើម្បីឲ្យកូនរបស់ម៉ែរៀនបានខ្ពង់ខ្ពស់ជាងម៉ែតែកូនដឹងទេថាម៉ែក៏ធ្លាប់បាក់ទឹកចិត្តធ្លាប់គិតខ្លីធ្លាប់អស់សង្ឃឹមនឹងជីវិតនេះខ្លាំងណាស់ព្រោះបញ្ហាសុខភាពឈឺគ្មានលុះថ្ងៃធ្វើអ្វីក៏មិនកើតញ៉ាំអ្វីក៏មិនបានគិតអ្វីក៏មិនចេញក្នុងចិត្តធុញថប់នឿយណាយទួនជ្រាយម៉ែស្ទើរតែមិនមានសេចក្តីក្លាហាននឹងរស់នៅបន្តទៅមុខទៀតម៉ែធ្លាប់បាត់បង់ច្រើនណាស់ម៉ែបាត់បង់ជំនឿចិត្តបាត់បង់មិត្តភ័ក្តិបាត់បង់ផ្ទះសម្បែងព្រោះត្រូវភ្លើងឆេះបាត់បង់ដីធ្លីព្រោះអ្នកមានអំណាចបានប្លន់យកស្រស់អ្វីដែលម៉ែពិបាកទទួលយកនោះគឺម៉ែបាត់បង់លោកឪពុកអ្នកម្ដាយដែលជាទីស្រឡាញ់របស់ម៉ែតាំងពីម៉ែនៅក្មេងៗម្លេះម៉ែធ្លាប់ត្រូវគេមើលងាយថាជាមនុស្សគ្មានកំណើតជាមនុស្សដែលគេមិនឲ្យតម្លៃត្រូវគេជេរស្ដីត្រូវគេវាយធ្វើបាបត្រូវគេរើសអើងព្រោះតែម៉ែក្រធ្វើឲ្យម៉ែលែងចង់រស់នៅក្នុងសង្គមនៃការបែងចែកវណ្ណៈនោះតែពេលនេះម៉ែលែងអីហើយម៉ែអាចដើរទៅមុខដោយខ្លួនឯងបានម៉ែមានសេចក្តីក្លាហានច្រើនជាងមុនហើយម៉ែមានសង្ឃឹមអាចញញឹមដាក់ពិភពលោកនេះដោយមិនខ្លាចក្រែងរឯងចិត្តម៉ែអាចរៀនសូត្រពីអ្វីៗដែលនៅជុំវិញម៉ែបានហើយដែលអស្ចារ្យនោះគឺម៉ែនៅតែរស់រានមានជីវិតរហូតមកដល់ឥឡូវនេះដូច្នេះកូនត្រូវចាំថាដរាបណាជីវិតកូននៅមានពន្លឺនៃសេចក្តីសង្ឃឹមរបស់កូននៅតែមានដូចគ្នាភាពបរាជ័យការអស់សង្ឃឹមការបាក់ទឹកចិត្តត្រូវចាត់ទុកថាជាមេរៀនសម្រាប់ជីវិតដែលកូនធ្លាប់រៀនហើយកូនត្រូវតែរៀនមេរៀនថ្មីម្ដងគឺរៀនឈរឲ្យមាំនៅលើផែនដីនេះដាច់ខាតកុំផ្ដេកផ្ដួលជាមួយនឹងរឿងរ៉ាវឈឺចាប់ដែលមានពីអតីតកាលឲ្យសោះអតីតកំសត់បច្ចុប្បន្ននឿយហត់អនាគតរុងរឿងរៀនដោះលែងខ្លួនឯងកូនជាទីស្រឡាញ់រឿងរ៉ាវនៅក្នុងជីវិតនេះគឺពិតជាស្មុគស្មាញណាស់មានបញ្ហាមិនចេះចប់រឿងមួយមិនទាន់ចប់សពគ្រប់ផងរឿងមួយទៀតក៏កើតឡើងជាបន្តបន្ទាប់ធ្វើឲ្យជីវិតនឿយហត់នឹងដោះស្រាយចិត្តក៏ចាប់ផ្ដើមខ្វល់ខ្វាយនឿយណាយធុញថប់គ្រប់រឿងរ៉ាវបង្កើតទៅជាវិបត្តិផ្លូវចិត្តព្រោះតែរវល់ខ្វល់គិតពីបញ្ហាទាំងអស់នោះរហូតដល់ពេលខ្លះចងខ្លួនឯងជាប់ជាមួយនឹងបញ្ហាស្រាយមិនចេញរើខ្លួនមិនរួចវាហាក់បីដូចជាការដាក់គុកនិងធ្វើទរណកម្មផ្លូវចិត្តខ្លួនឯងយ៉ាងធ្ងន់ធ្ងរអញ្ចឹងឯងតាមការពិតទៅរឿងរ៉ាវនៃបញ្ហាដែលកើតឡើងនៅក្នុងជីវិតបើកូនគិតទៅក្នុងផ្លូវវិជ្ជមានវាជាបទពិសោធន៍ជីវិតមួយដ៏សំខាន់ដែលធ្វើឲ្យជីវិតរបស់កូនមានសេចក្តីក្លាហាននិងប្រឈមមុខជាមួយនឹងវាហើយវាក៏ធ្វើឲ្យកូនរឹងមាំក្នុងការច្បាំងតតាំងជាមួយនឹងបញ្ហាទាំងអស់នោះផងដែរបញ្ហាកើតឡើងនៅក្នុងជីវិតកាន់តែច្រើនជីវិតកូនក៏កាន់តែរឹងមាំក្នុងការដោះស្រាយកូនត្រូវតែរៀនដោះលែងខ្លួនឯងឲ្យមានសេរីភាពឲ្យចិត្តកូនបានស្រស់ស្រាយរីករាយជាមួយនឹងពិភពខាងក្រៅខ្លះថាតើវាស្រស់ស្អាតយ៉ាងណាឈប់ចងខ្លួនឯងទុកនៅក្នុងភពងងឹតទៀតទៅរស់នៅដើម្បីស្វែងរកសេចក្តីសុខឲ្យខ្លួនឯងផងកុំរស់នៅប្រមូលតែបញ្ហាមកដាក់ក្នុងចិត្តតើឲ្យជីវិតនេះមានន័យយ៉ាងម៉េចទៅកើតបញ្ហាណាដោះស្រាយបានដោះស្រាយទៅបញ្ហាណាដោះស្រាយមិនបានទេទុកសិនទៅខ្វល់ច្រើនគិតច្រើនបង្កើនតែបញ្ហាថែមទៀតទេកូនសមុទ្រតែងមានរលកពពកតែងតែរសាត់ទៅតើទៅហាមឃាត់មិនដេចនឹងបានវាប្រៀបដូចជាជីវិតដែលតែងតែមានបញ្ហាអ្នកណាដែលថាកិច្ចផុតគឺមិនមានទោះបីជារត់ទៅដល់ទីណាក៏នៅតែមានបញ្ហាដូច្នេះឈប់ចងខ្លួនឯងជាប់នៅក្នុងពិភពនៃបញ្ហាទៀតទៅកូនត្រូវព្យាយាមដោះលែងខ្លួនឯងឲ្យមានពន្លឺរស្មីនិងឲ្យមានសេរីភាពចាប់ពីពេលនេះតទៅណាកូនត្រូវដោះលែងខ្លួនឯងឲ្យមានសេរីភាពឈប់ចងខ្លួនឯងទុកនៅក្នុងភពងងឹតតទៅទៀតណាកូនរៀនប្រឡែងចោលខ្លះទៅណាកូន
កូនអើយហេតុអ្វីបានជាកូនចូលចិត្តប្រមូលរឿងមិនល្អយកមកទុកដាក់នៅក្នុងចិត្តកូនច្រើនម្លេះរឿងណាអាចប្រឡែងចោលបានក៏គួរតែប្រឡែងចោលខ្លះទៅកុំរក្សាវាទុកនាំតែឈឺចាប់ឥតអំពើទេបេះដូងរបស់កូនមិនមែនជាធុងសម្រាប់ដែលចាំតែប្រមូលកាក់សំណល់នោះឡើយត្រូវចេះដោះលែងខ្លួនឯងឲ្យមានសេរីភាពកុំខំខាំងបេះដូងទុកនៅក្នុងទ្រូងនៃសេរីនៃសេចក្តីភាពសៅមងយូរពេកការឈឺចាប់កូនអាចនិយាយប្រាប់អ្នកដទៃបានតែគេមិនអាចមកឈឺចាប់ជំនួសកូនបានទេគឺកូនជាអ្នករ៉ាប់រងការឈឺចាប់តែម្នាក់ឯងកូនសោកសៅតែម្នាក់ឯងកូនកើតទុកតែម្នាក់ឯងបើកូនមិនជួយសង្គ្រោះបេះដូងខ្លួនឯងទេគឺគ្មាននរណាម្នាក់មកជួយកូនបានឡើយគួរចំណាយពេលវេលាសាងសេរីភាពនិងក្តីរីករាយឲ្យជីវិតខ្លះហើយតើផ្អាប់ជីវិតខ្លួនឯងទុកនៅក្នុងពិភពទុកសោកដល់ពេលណាទៀតរឿងមិនល្អរើសមកទុកនៅក្នុងចិត្តនាំតែស្ដុកធ្វើអ្វីក្រវែងចោលឲ្យឆ្ងាយទៅកុំឲ្យសៅមងចិត្តច្រើនពេករវល់នឹងរឿងខ្លួនឯងមិនថាទេតែនេះទៅរវល់នឹងរឿងរបស់គេទៀតធ្វើឲ្យចិត្តខ្លួនឯងកាន់តែស្មុគស្មាញជីវិតកូនមិនមែនជាឡានសិនត្រីដែលចាំតែដើរប្រមូលសម្រាមនៅមុខផ្ទះគេនោះទេគឺកូនមិនក៏បីធ្វើជាឡានដឹកសម្រាមដែលចាំតែដើរប្រមូលសម្រាមនោះឡើយដូច្នេះរឿងអីកូនត្រូវទៅប្រមូលបញ្ហារបស់អ្នកដទៃយកមកទម្លាក់ក្នុងជីវិតរបស់កូននោះត្រូវក្រវែងចោលក៏ក្រវែងចោលខ្លះទៅហើយងាកមកធ្វើចិត្តឲ្យសบายដើម្បីបន្ថែមរសជាតិជីវិតឲ្យបានឆ្ងាញ់ពិសានឹងគេខ្លះដល់ពេលដែលកូនត្រូវកំចាត់មេរោគគឺបញ្ហាគ្រប់យ៉ាងចេញពីចិត្តកូនហើយបើមិនដូច្នោះទេមេរោគវានឹងស៊ីសេចក្តីសុខរបស់កូនអស់ជាមិនខានព្យាយាមបោះសម្អាតចិត្តរបស់កូនឲ្យបានស្អាតឲ្យទូលាយកុំសូវចង្អៀតពេកចំណាយពេលវេលាដើម្បីខ្លួនឯងផងកុំសូវចំណាយពេលវេលាគិតនឹងខ្វល់ខ្វាយពីគេពេកអីកូនត្រូវចេះសន្សំសេចក្តីសុខទុកសម្រាប់ខ្លួនឯងកុំសន្សំតែបញ្ហាច្រើនពេកល្មមដោះលែងចិត្តឲ្យគ្នាបានចេញមកសប្បាយរីករាយនៅក្នុងពិភពខាងក្រៅនឹងគេខ្លះហើយកុំចងផ្អោបជាប់តែជាមួយនឹងទុកកង្វល់ច្រើនពេកអីឈប់ធ្វើបាបចិត្តខ្លួនឯងទៅណាកូនម៉ែចង់ឃើញកូនញញឹមចង់ឃើញកូនសើចចង់ឃើញកូនសប្បាយរីករាយនឹងជីវិតរបស់កូនបោះចោលរឿងមិនល្អចេញពីចិត្តជីវិតកូននឹងមានសម្រស់ស្រស់ដូចជាផ្ការៀនព្រមទៅឆាប់ចប់ណាកូនកូនអើយធម្មជាតិតែងប្រែប្រួលមិនទៀងទាត់ម្ដងក្តៅម្ដងត្រជាក់ម្ដងភ្លៀងម្ដងរាំងថ្ងៃរះពីទិសខាងកើតហើយក៏រំលែងលេចទៅវិញនៅទិសខាងលិចជាធម្មតាគ្មានអ្នកណាអាចទៅបង្គាប់បញ្ជាឲ្យវាតាំងនៅរហូតបានឡើយព្រោះនេះគឺជាច្បាប់របស់ធម្មជាតិជីវិតមនុស្សក៏មិនខុសគ្នាដែរប្រែប្រួលឥតលហើយកើតមកហើយតែងតែមានទុក្ខគឺទុក្ខព្រោះចាស់ទុក្ខព្រោះឈឺនិងទុក្ខព្រោះសេចក្តីស្លាប់ទាំងនេះក៏ជាច្បាប់របស់ធម្មជាតិដូចគ្នាឬយើងអាចនិយាយបានថាជាច្បាប់របស់កម្មផលគឺតែងមានសើចមានយំមានការជួបជុំមានការប្រត់ប្រាស់មានសុខមានទុក្ខមានការសរសើរមានការតេះដៀលនិងនន្ទាគឺគ្រប់រសជាតិទាំងអស់ដែលមាននៅក្នុងដួងជីវិតនេះដូច្នេះចូលកូនសម្រួលចិត្តរបស់កូនទទួលស្គាល់នៅការពិតទៅកុំហួងហែងកុំប្រកាន់សម្របទៅតាមធម្មជាតិព្រោះកូនបានជាព្រមកើតមកជាមនុស្សហើយកូនក៏ព្រមទទួលនៅអ្វីដែលមនុស្សមានគឺមនុស្សតែងចាស់តែងឈឺតែងស្លាប់តែងជួបតែងព្រាត់បើទោះបីជាកូនមិនព្រមក៏ច្បាប់ធម្មជាតិទាំងនេះនៅតែកើតឡើងចំពោះជីវិតកូនมันអាចគេចវេះផុតបានឡើយដូច្នេះហើយបើកូនព្រមជួបកូនក៏ត្រូវតែព្រមបែកព្រមទទួលសេចក្តីសុខក៏ត្រូវព្រមទទួលសេចក្តីទុក្ខព្រមស្រឡាញ់ក៏ត្រូវតែព្រមទទួលយកនៅការឈឺចាប់ដែលវាត្រូវកើតឡើងបន្ទាប់ពីសេចក្តីស្រឡាញ់ត្រូវបានបាត់បង់ទៅវិញគឺថាកូនត្រូវព្រមគ្រប់យ៉ាងមិនប្រឆាំងតតាំងប្រកាយតវ៉ាទើបចិត្តរបស់កូនបានសេចក្តីស្ងប់អ្វីវានឹងបញ្ចប់ទៅដោយរលូនប៉ុន្តែបើកូនទៀមទាឲ្យច្បាប់ធម្មជាតិតម្រូវតាមចិត្តកូននោះគឺមិនខុសអីពីការយំទៀមទាចង់បានព្រះច័ន្ទមកកាន់លែងនោះទេគឺវាមិនអាចទៅរួចឡើយចូលកូនរីករាយរស់នៅជាមួយនឹងជីវិតដែលប្រព្រឹត្តទៅតាមធម្មជាតិហើយញញឹមទទួលយកការពិតនោះជីវិតរបស់កូននឹងមានពន្លឺរស្មីដោយព្រះច័ន្ទពេញបរមីក្នុងថ្ងៃ15កើតអញ្ចឹងឯងណាកូនធម្មជាតិលើលោកទុកសោកសៅយំសាយពេលជួបជុំយំពេលប្រត់ប្រាស់ស្រឡាញ់ប្រែស្អប់យប់ប្រែថ្ងៃរះផ្លាស់ប្ដូររហ័សច្បាស់ឥតសង្ស័យរៀនរស់ជាមួយនឹងខ្លួនឯងកូនអើយមនុស្សខ្លះដែលយើងមើលពីសម្បកក្រៅទៅឃើញថាហឺហាហឹកហាក់
លយឆាយរីករាយសប្បាយក្អាកក្អាយណាស់តែតាមការពិតខាងក្នុងអាចកំពុងតែកើតទុក្ខសោកសៅមួម៉ៅក្តៅក្រហាយគ្មានសេចក្តីសុខសប្បាយក៏ថាបានអ្នកខ្លះលើផ្ទៃមុខកំពុងញញឹមប៉ុន្តែក្នុងចិត្តអាចកំពុងតែយំក៏មានកូនច្រើនតែកើតទុក្ខមិនសុខចិត្តនៅពេលដែលកូនយកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយនឹងជីវិតរបស់អ្នកដទៃដែលយើងមើលពីក្រៅទៅឃើញជីវិតគេហាក់បីដូចជាមានក្តីសុខច្រើនជាងកូនល្អប្រសើរជាងកូនហើយកូនក៏កើតទុក្ខអន់ចិត្តនឹងជីវិតខ្លួនឯងថាហេតុអ្វីបានជាមិនមានសេចក្តីសុខដូចគេមិនល្អដូចគេពេលខ្លះកូនអាចនឹងស្អប់ខ្លួនឯងឬមិនពេញចិត្តនឹងអ្វីដែលខ្លួនឯងមានព្រោះតែការប្រៀបធៀបជាមួយអ្នកដទៃប៉ុន្តែនៅពេលដែលកូនដឹងរឿងពិតនៃជីវិតរបស់អ្នកនោះទើបកូនដឹងថាជីវិតកូនគឺមានសំណាងជាងល្អជាងមានសេចក្តីសុខច្រើនជាងដូច្នេះកូនត្រូវចេះរីករាយរស់នៅជាមួយនឹងខ្លួនឯងរស់នៅជាមួយនឹងអ្វីដែលខ្លួនឯងមាននិងរៀនទទួលយកអ្វីដែលជារបស់ខ្លួនឯងកុំយកជីវិតខ្លួនឯងទៅប្រៀបជាមួយអ្នកដទៃត្រូវមានសេចក្តីសុខនឹងអ្វីដែលខ្លួនឯងមានចេះល្មមចេះព្រមចេះគ្រប់ចេះគ្រាន់ជីវិតនឹងមានតែសេចក្តីសុខហើយត្រូវលើកទឹកចិត្តខ្លួនឯងថាគ្មានអ្នកណាល្អជាងខ្លួនឯងឡើយចេះល្មមនឹងអ្វីដែលខ្លួនឯងមានមិនច្រណែនឈ្នានីសអ្នកដទៃជីវិតនឹងមានក្តីសុខ